บอไปกระจนไปขันนารีบอยืงได้เจริญลังมาเลเวติกาสำแดงกระโดดจีเรียงทัวตรับตามคือทางกอดปัจจิมสมรรถเพียบแมนเตนจะส่งโจจมวยหนังไปกระจนลีฟินสมรรถเพียบจีเรียงตับตาจีเรียงตับจะสมรรถเพียบจีเรียงตับตามขัดแจมปือบัดสลังนี้ไปอัดเลยคือบัดบัดต้องไปเจอกันนะครับสลังนี้ไปอัดเลยสันเจงมันเห็นสรงจงได้ចេញតែធ្វើមិនបានចិត្តវាក្លាហានទាំងគ្មានមួយកាំងមួយសេនស្រលាញ់ស្រលាញ់ចង់តែចេញតែធ្វើមិនបានចិត្តវាក្លាហានទាំងគ្មានមួយកាំងមួយសេនស្រលាញ់គ្នាទាំងខ្លួនតទេអូននៅតែស្ម័គ្រព្រមស្នេហ៍បងលុយជុំខ្លួនអាណិតអូនលួចយំម្ដងបើសិនអាចផ្សងចង់ស្រឡាញ់ចំពេលមានលុយតែធ្វើមិនបើជ្រុលស្នេហ៍ហើយលើមួយនេះគ្មានជុំរឹងទេស្រឡាញ់គ្នាពេលអត់លុយចង់ជួយអូនក៏មិនបានដែរមិនខ្មាស់គេមានអារម្មណ៍ថាខ្មាំងខ្លួនឯងប្រុសម្នាក់ដែរតែគ្មានបានការស្រឡាញ់គ្នាពេលអត់លុយមានអូនក្បែរបងគ្រប់វេលាបងសន្យាទោះជាមានរឿងអ្វីកើតឡើងបេះដូងយើងគ្មានថ្ងៃដែលប្រត់គ្នាបានឡើយជុំខ្លួនអាណិតអូនលួចយំម្ដងបើសិនអាចផ្សងចង់ស្រឡាញ់ចំពេលមានលុយតែធ្វើមិនបើជ្រុលស្នេហ៍ផ្លូវមួយនេះគ្មានជុំរឹងទេស្រឡាញ់គ្នាពេលអត់លុយចង់ជួយអូនក៏មិនបានដែរមិនខ្មាស់គេមានអារម្មណ៍ថាខ្មាំងខ្លួនឯងប្រុសម្នាក់ដែរតែគ្មានបានការស្រឡាញ់គ្នាពេលអត់លុយមានអូនក្បែរបងគ្រប់វេលាបងសន្យាទោះជាមានរឿងអ្វីកើតឡើងបេះដូងយើងគ្មានថ្ងៃដែលប្រត់គ្នាបានឡើយស្រឡាញ់គ្នាពេលអត់លុយចង់ជួយអូនក៏មិនបានដែរមិនខ្មាស់គេមានអារម្មណ៍ថាខ្មាំងខ្លួនឯងប្រុសម្នាក់ដែរតែគ្មានបានការស្រឡាញ់គ្នាពេលអត់លុយមានអូនក្បែរបងគ្រប់វេលាបងសន្យាទោះជាមានរឿងអ្វីកើតឡើងបេះដូងយើងគ្មានថ្ងៃដែលប្រត់គ្នាបានឡើយបេះដូងយើងគ្មានថ្ងៃដែលព្រួតគ្នាបានឡើយ
ជំរាបសួរ បាទមេសួរ បាទចំពោះបេក្ខជនលីហ្វីនច្រៀងបទស្លាញ់គ្នាពីអត់លុយអញ្ចឹងនៅក្នុងជីវិតពិតរបស់ប្អូនមានអញ្ចឹងអត់បាទអត់ផងអត់ទេបើអញ្ចឹងគឺជាការប្រើរូបអារម្មណ៍ទៅតាមសម្លេងដើមរបស់ខាន់ជេមបាទខាន់ជេមខាន់ជេមគឺអ្នកចម្រៀងដែលមានសម្លេងសូប្រាណូសម្លេងខ្ពស់កលួចស្រួចសូប្រាណូពាក្យបារាំងបាទមានសូប្រាណូទៀតណាអាចយល់ទេថ្មីអីបងខ្ញុំធ្លាប់រៀនភ្លេងអូខ្ញុំអត់យល់អញ្ចឹងខ្ញុំធ្លាប់រៀនភ្លេងសូប្រាណូសូប្រាណូសូប្រាណូគឺសម្លេងខ្ពស់មិនអញ្ចឹងហ៎បងប្អូនភ្លេងបាទសម្លេងខ្ពស់ស្រួចណាការផ្លាស់សម្លេងដែលខ្ពស់ស្រួយបែបនេះជាការពិបាកចំពោះបងប៉ុន្តែបងធ្វើបានល្អស្តៀងនឹងខាត់ជែមចំនួន 70-80% ដែរសោះតែគាត់សំខាន់លោកគ្រូតិចគាត់ធ្វើសម្លេងដូចខាន់ជែមបានល្អហើយនឹងគាត់គប់ពីកម្ពស់ទៀតបាទហើយម្យ៉ាងទៀតបាទត្រូវបាទគិតពីកម្ពស់ស្តៀងគ្នាទៀតបាទគាត់នឹងមកប្រឡងតាមពិតអន្តិតហ្នឹងខ្ញុំស្គាល់បាទកម្ពស់1.80 ម៉ែត្រតែដល់តែសម្លេងគាត់ដូចខាន់ជែមពេកខំបទាបគាត់សុកចិត្តតែកាត់ជើងចោលតែកាត់ជើងគាត់ធូសចេះរហូតធូសជើងឲ្យខ្លីទៅបីតែគាត់យកស្បែកជើងមកពាក់ក៏អត់មានកាយនេះយកទៀបមកហ្មងយកទៀបមកក៏កាយនេះណាតែខ្ញុំទៅសារថាមើលទៅរូបរាងគាត់មើលទៅកម្ពស់គាត់មិនសមសម្លេងខ្ពស់ដល់ថ្នាក់ហ្នឹងទេណាចាសម្លេងខ្ពស់ចឹងសម្លេងត្រូវតាមកម្ពស់មិនមែនបងខ្លួនទៀបសម្លេងខ្ពស់មកពីអតីតគាត់ខ្ពស់ដោយសារគាត់កាត់ជើងចោលគាត់នៅតែខ្ពស់ចាមែនទេមកពីគាត់អាសារំបាត់ទ្វីមើលតែបុយធ្វើរំមិនអាហ្នឹងមិនគឺចឹងគាត់ចត់មែនជើងចេះរំដល់ស្មាអត់ចេះអត់ទេមិនដែលរំផងមួយជីវិតហ្នឹងអត់សូវចេះរំទេបងបាទដូចនេះចំពោះបេក្ខជនលីហ្វីនគឺខ្ញុំមានការពេញចិត្តចំពោះបងដែលបានបន្លឺបទចម្រៀងនេះគឺស្តៀងនឹងខាត់ជែម 80% ដែរហើយរួមទាំងកម្ពុជាទៀតក៏ស្តៀងគ្នាទៀតដើម្បីគឺបាទសង្ឃឹមថានឹងបានទទួលបន្ទូលល្អពីគណៈកម្មការរបស់យើងក្រោយការពិភាក្សាគ្នាណាអរគុណបាទចាអរគុណណាស់ជូនពរជោគជ័យបាទបេក្ខជនទាំង5រូបលើវិញ្ញាសាត្រាប់សម្លេងតារារបស់យើងគឺយើងបានបង្ហាញជូននៅវគ្គបញ្ចប់នៃកម្មវិធីបេក្ខជនមួយរូបនឹងត្រូវចាក់ចែងអំពីកម្មវិធីវគ្គក្រោយជួបគ្នាជាបន្ត